ប្រហើនខ្លាំងណាស់ថៃហនិយមហ៊ានយកដីខ្មែរចែកឲ្យប្រជាជនថៃអាជ្ញាធរខេត្តស្រះកែវនិងមេបញ្ជាការកងទ័ពភូមិភាគ1ថៃបានប្រគល់ដីប្រមាណ5ហិកតានៅភូមិព្រៃច័ន្ទខេត្តបន្ទាយមានជ័យរបស់កម្ពុជាឲ្យជនជាតិថៃចំនួន2នាក់ជាផ្លូវការតែម្ដងបន្ទាប់ពីបានឈូសឆាយដំណាំនិងរាវមានរួចសពគ្រប់នេះយោងទៅតាមកាសែតខោសុតរបស់ថៃអាយុដំលីសវណ្ណរដ្ឋអភិបាលរងខេត្តបន្ទាយមានជ័យនិងជាអ្នកនាំពាក្យបានប្រាប់មកអង្គភាពសារព័ត៌មានយើងឲ្យដឹងនៅថ្ងៃទី21ខែតុលាឆ្នាំ2025នេះថាដី5ហិកតានេះគឺជាដីចំការខ្មែរដែលថៃបានប្លន់ពាត់យកកាលពីខែសីហាឆ្នាំ2025អាយុដំលីសវណ្ណរដ្ឋបានបំភ្លឺនិងបញ្ជាក់ច្បាស់ថាតកតងនឹងការចែកប្លង់កម្មសិទ្ធិរបស់ខេត្តស្រះកែវទៅឲ្យប្រជាជនថៃពីកូសានេះគឺដីនេះគឺជាដីរបស់ខ្មែរមានប្រមាណប្រហែលជា5ហិកតាតកតងនឹង2គ្រួសារគឺដីចំការស្វាយចំការមានរបស់បងប្អូនយើងយោងតាមកាសែតខោសុតរបស់ថៃបានផ្សព្វផ្សាយថាលោកសង្ឃភូមិភេជិតទទួលបានដីឡូលេខ55ដែលមានទំហំដី25,600 ម៉ែត្រការ៉េចំណែកស្ត្រីថៃឈ្មោះសំពងវងឆាំភូទទួលបានដីឡូលេខ56ដែលមានទំហំដី26,400 ម៉ែត្រការ៉េដែលបានប្លន់ពីប្រជាពលរដ្ឋខ្មែរថៃបានរៀបចំពិធីប្រគល់ប្លង់ដីនេះកាលពីថ្ងៃទី20ខែតុលាឆ្នាំ2025នៅទីតាំងដីផ្ទាល់តែម្ដងដែលមានវត្តមានលោកវរៈយុទ្ធភួងលួងសវណ្ណមេបញ្ជាការភូមិភាគ1និងអភិបាលខេត្តស្រះកែវលោកបរិញ្ញាផូធីសាទអភិបាលខេត្តស្រះកែវអះអាងថាថៃបានបាត់បង់ភាពជាម្ចាស់ដីនេះអស់រយៈពេល30ឆ្នាំមកហើយក៏ប៉ុន្តែកម្ពុជាបានបញ្ជាក់ច្រើនលើកច្រើនសាររួមទាំងបញ្ជូនលិខិតទៅមេដឹកនាំពិភពលោកផងដែរថាដីដែលថៃបានពាត់លួចបន្លាយកនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យគឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាសុទ្ធសាធដោយផ្អែកទៅលើផែនទីដែលអន្តរជាតិទទួលស្គាល់ឯកឧត្តមលីសវណ្ណរដ្ឋអភិបាលខេត្តរងមន្ទីរមានជ័យបានប្រាប់ឲ្យដឹងទៀតថាគណៈកម្មការព្រំដែននឹងចាត់វិធានការបន្តចំពោះការបំពានដល់កក្លឿនរបស់ថៃដែលបានប្លន់យកដីប្រជារដ្ឋខ្មែរដោយអាណាចក្រវរ្ម័នអង្គភាព ANC សារព័ត៌មានរបស់ជាតិនិងប្រជាជន